តម្លៃមាសបានហក់ឡើងជាលើកទី2នៅក្នុងសប្តាហ៍នេះខណៈទីផ្សារកំពុងរងចាំភាពច្បាស់លាស់អំពីរយៈពេលនៃចំនួននៅមជ្ឈបូព៌ាហាងឆេងមាសអន្តរជាតិបានឡើងដល់កម្រិត $4,615 ក្នុងមួយអោនឬជាង$556ក្នុងមួយជីគិតត្រឹមម៉ោង 8:43 នាទីនាព្រឹកថ្ងៃអង្គារនេះខណៈក្នុងស្រុកលក់ចេញនៅតម្លៃ$564ក្នុងមួយជីឬ$5,640ក្នុងមួយដំឡឹងអ្នកវិនិយោគរំពឹងថាធនាគារកណ្ដាលអាមេរិកនឹងកាត់បន្ថយអត្រាការប្រាក់បន្ទាប់ពីប្រធានធនាគារកណ្ដាលអាមេរិកលោក Jerome Powell បាននិយាយថាក្តីរំពឹងចំពោះអតិផរណារយៈពេលវែងនៅតែស្ថិតក្នុងការគ្រប់គ្រងបានដែលបានបន្ថយក្តីបារម្ភចំពោះការរឹតបន្តឹងគោលនយោបាយហិរញ្ញវត្ថុប្រធានាធិបតីអាមេរិកលោក Donald Trump បានគម្រាមម្ដងទៀតនឹងបន្តវាយប្រហារស្ថានីយថាមពលសំខាន់ៗរបស់អ៊ីរ៉ង់ប្រសិនបើច្រកសមុទ្រ Hormuz មិនត្រូវបានបើកឡើងវិញឆាប់ៗនេះការព្រមានពីលោក Donald Trump ព្រមទាំងការចូលរួមរបស់ក្រុម Houthi ដែលគ្រប់គ្រងដោយអ៊ីរ៉ង់ក៏បង្ហាញពីការកើនឡើងនៃភាពតានតឹងផងដែរបើទោះបីប្រទេសប៉ាគីស្ថានអេស៊ីបអារ៉ាប៊ីសាអូឌីតនិងទូគីបានជួបប្រជុំស្វែងរកដំណោះស្រាយសន្តិភាពក៏ដោយអ៊ីរ៉ង់នៅតែវាយប្រហាររោងចក្រអាលុយមីញ៉ូមនៅបារ៉ែននិងអារ៉ាប់អេមីរ៉េតហើយផ្នែកខ្លះនៃទីក្រុងតេហេរ៉ង់ក៏បានផ្ដាច់អគ្គិសនីបន្ទាប់ពីការវាយប្រហារដោយមីស៊ីលពីអ៊ីស្រាអែលការវិវត្តទាំងនេះបានបង្កក្តីបារម្ភថាសង្គ្រាមអាចបន្តយូរដែលអាចបង្ខំឲ្យធនាគារកណ្ដាលដំឡើងអត្រាការប្រាក់ដើម្បីទប់ស្កាត់អតិផរណាកត្តានេះនិងការខ្វះសាច់ប្រាក់ក្នុងទីផ្សារហិរញ្ញវត្ថុបានធ្វើឲ្យតម្លៃមាសធ្លាក់ចុះប្រហែល 15% តាំងពីសង្គ្រាមបានចាប់ផ្ដើមនៅចុងខែកុម្ភៈមកទោះជាយ៉ាងណាក៏ដោយការរំពឹងលើការដំឡើងអត្រាការប្រាក់អាចត្រូវបានកាត់បន្ថយប្រសិនបើសេដ្ឋកិច្ចធ្លាក់ចុះខ្លាំងអ្នកគ្រប់គ្រងមូលនិធិធំៗនៅ Wall Street មួយចំនួនបាននិយាយថាហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ចដែលអាចធ្វើឲ្យអត្រាផលចំណេញរបស់បណ្ឌបំណុលរដ្ឋអាមេរិកធ្លាក់ចុះអាចជំរុញឲ្យវិនិយោគិនងាកទៅរកមាសផងដែរ